នាងវិមានប្រែតការកន្លងទៅហើយក្នុងក្រុងពារាណសីមានស្ត្រីក្រមុំម្នាក់ឈ្មោះកល្យាណីមានរូបល្អជាទីស្រឡាញ់ពេញចិត្តចំពោះមហាជនដែលបានឃើញរូបនាងថ្ងៃមួយមានបុរសម្នាក់បានចាប់ចិត្តស្រឡាញ់នាងហើយបានចូលទៅនិយាយជាច្រើនដងនាងមិនព្រមយកក៏កើតចិត្តទោសៈព្យាបាទនាងដោយយកថ្នាំជំរុះសក់ទៅជូននាងទាសីឲ្យដាក់ក្នុងប្រអប់រមៀតដល់ពេលនាងទៅងូតទឹកនាកំពុងក្បែរផ្ទះយករមៀតនោះមកកក់ក្បាលសក់ក៏ជ្រុះអស់គ្មានសល់មួយសរសៃនៅតែរលាកក្បាលទទេនាងកើតសេចក្តីខ្មាស់អៀនក៏យកក្រមាទទួលក្បាលហើយរត់ភះខ្លួនទៅនៅស្រុកផ្សេងឆ្ងាយពីស្រុកកំណើតរឿងដតីស្លេះតែប៉ុណ្ណេះនឹងនិយាយអំពីនាងកល្យាណីដល់ស្រុកផ្សេងហើយយូរទៅសក់របស់នាងឥតដោះវិញឡើយប្តីក៏នាងមិនយកទៅជាអ្នកតល់ក្រទៅប្រកបមុខរបរបិទស្រាលក់ពួកប្រមឹកទាំងឡាយតែងតែចោមរោមនាងជានិច្ចរាល់ថ្ងៃកាលនោះមានប្រមឹកពីរនាក់ដេកលក់នាងលួចសម្រាតយកសំពត់អាវអស់នៅអាក្រាតកាយទទេពួកប្រមឹកដឹងខ្លួនឡើងមានសេចក្តីខ្មាស់អៀនក៏នាំគ្នារត់ទៅផ្ទះអស់ទៅថ្ងៃក្រោយមកនាងកល្យាណីបានឃើញព្រះខេណាស្របមួយអង្គនិមន្តបិណ្ឌបាតដោយមានសេចក្តីជ្រះថ្លាក៏និមន្តលោកឲ្យចូលគង់លើអាសនៈក្នុងផ្ទះរបស់នាងហើយចាប់ចែងប្រគេនប្រអួតលាយដោយប្រេងល្ងកាលបើព្រះខេណាស្របឆាន់ហើយនាងតាំងសេចក្តីប្រាថ្នាថាសូមឲ្យនាងមានរូបល្អមានសក់ល្អសរសៃល្អិតទ្រាយព្រះខេណាស្របធ្វើអនុមោទនាហើយក៏និមន្តទៅទីដទៃទៀតដល់នាងអស់អាយុបានកើតជាប្រែតញីមានរូបល្អសក់ដុះដូចប្រាថ្នាស្ថិតក្នុងវិមានមាសតែឯងកណ្ដាលមហាសមុទ្រប៉ុន្តែគ្មានសម្ពត់អាវស្លៀកពាក់ទេនាងអាក្រាតកាយទទេយកសក់ក្បាលមកគ្របខ្លួនមានសេចក្តីអៀនខ្មាស់តែម្នាក់ឯងមិនដែលចេញទៅណានៅក្នុងតែវិមានស្ងាត់ជ្រងំកណ្ដាលមហាសមុទ្រនោះឯងសម័យនោះមានឈ្មួញសំពៅ700នាក់ឆ្លងកាត់មហាសមុទ្រទៅប្រកបការងារឯត្រៃម្ខាងត្រូវខ្យល់ព្យុះបក់រសាត់ចុះឡើងនៅកណ្ដាលមហាសមុទ្រនោះក៏ជួបប្រទះនឹងវិមានរបស់នាងប្រែតនោះអ្នកសំពៅទាំងឡាយឃើញរូបនាងស្អាតល្អស្រស់នៅតែម្នាក់ឯងក៏សម្គាល់ថាជាទេវតាបានអញ្ជើញឲ្យនាងចេញមកខាងក្រៅដើម្បីចរចាគ្នាឲ្យដឹងដំណើររឿងតែនាងមិនព្រមចេញមកសោះដោយសេចក្តីអៀនខ្មាស់គ្របសង្កត់យ៉ាងខ្លាំងពួកអ្នកសំពៅចេះតែទទូចសួរថានាងមានរូបល្អយ៉ាងនេះពួកយើងមិនដែលឃើញសោះតើនាងជាទេពធីតាឬសួរញយពេកនាងក៏ប្រាប់ថាខ្ញុំនេះជាប្រែតទេឈ្មោះវិមានកៈប្រែតតាំងពីកើតមកខ្ញុំមិនដែលបានសម្លៀកបំពាក់សោះព្រោះផលអាក្រក់ដែលខ្ញុំបានលួចសម្ពត់អ្នកប្រមឹកពីជាតិមុនមកតែខ្ញុំមានរូបល្អមានចំណីអាហារទិព្វមានវិមានមាសប្រតិស្ថានកណ្ដាលមហាសមុទ្រនេះកើតឡើងដោយសារផលបុណ្យដែលខ្ញុំបានប្រគេនប្រអួលដល់ព្រះខេណាស្របពួកអ្នកសំពៅសួរទៀតថានាងមកកើតនៅទីនេះប៉ុន្មានឆ្នាំហើយនាងប្រាប់ថារាប់ឆ្នាំមិនបានទេចំនួនកាប់មកហើយនាយសំពៅមានសេចក្តីអាណិតដល់នាងប្រែតប៉ុនពេកក៏យកសំពត់មួយគូហុចឲ្យនាងទៅស្លៀកនាងលើកដៃសំពះអង្វរថាខ្ញុំមិនទទួលយកសំពត់នេះពុំបានទេព្រោះខ្ញុំជាប្រែតបើលោកមេត្តាឲ្យទានខ្ញុំ
សូមឲ្យទៅព្រះសង្ឃឬអ្នកមានសិលបរិសុទ្ធហើយឧទ្ទិសផលឲ្យខ្ញុំទើបខ្ញុំទទួលបានគួរឲ្យអស្ចារ្យណាស់ក្នុងសំពៅគ្មានព្រះសង្ឃមួយអង្គសោះមានតែឧបាសកម្នាក់មានសិលបរិសុទ្ធនេះសំពៅក៏ជូនសម្ពុតទៅឧបាសកនោះហើយឧទ្ទិសផលដល់ប្រែតនោះស្រាប់តែប្រែតបានទទួលសម្ពុតទឹកស្លៀកដណ្ដប់ភ្លាមនាងវិមានប្រែតកាបើបានសម្ពុតស្លៀកពាក់ហើយក៏និមិត្តកាយយកអាហារទឹកជប់លៀងអ្នកសំពៅនោះឲ្យឆ្អែតស្កប់ស្កល់គ្រប់គ្នាទើបយំសោកប្រាប់ដល់អ្នកសំពៅថាអស់លោកអើយខ្ញុំជាស្ត្រីកម្មក្រាស់ណាស់នៅតែ4 ខែទៀតខ្ញុំត្រូវអស់អាយុធ្លាក់ទៅកើតក្នុងនរកហើយព្រោះទោសដែលខ្ញុំបិទស្រាលក់ពីជាតិមុននេះសំពៅនិងឧបាសកមានសេចក្តីអាណិតមេត្តាករុណាប្រាប់ថាបើនាងចង់បានសុខនាងត្រូវយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងជាទីរលឹកស្មារតីជីវិតនាងលើកដៃសំពះថាសាធុសាធុក៏នឹងភាវនានៅគុណព្រះត្រៃរតន៍ក្នុងចិត្តចាប់ជានិច្ចដល់ពេលស្ងប់ខ្យល់នេះសំពៅលានាងប្រែតត្រឡប់មកនគរវិញនាងបានផ្ញើសម្បត្តិទិព្វមានមាសប្រាក់ជាដើមមកបូជាព្រះពុទ្ធបរមគ្រូកាលនោះព្រះពុទ្ធព្រះអង្គគង់ក្នុងវត្តចេតពុននេះសំពៅនិងឧបាសកទទួលបញ្ញើក៏ចេញពីសំពៅលុះសំពៅមកដល់នគរហើយក៏យកគ្រឿងសក្ការៈដែលនាងប្រែតផ្ញើមកទៅបូជាព្រះពុទ្ធបរមគ្រូព្រះពុទ្ធបរមគ្រូព្រមទទួលហើយក៏ប្រជុំពុទ្ធបរិស័ទសម្ដែងធម៌ទេសនាប្រារព្ធយករឿងនេះជាមូលហេតុទីបំផុតព្រះអង្គទ្រង់ត្រាស់ថានាងវិមានកៈប្រែតនេះសល់តែ4 ខែទៀតទេនឹងអស់អាយុទៅកើតក្នុងឋាននរកដោយអំណាចនៃការបិទស្រាលក់ប៉ុន្តែដោយអំណាចសទ្ធាដែលនាងជឿទៅលើគុណព្រះត្រៃរតន៍ហើយបានបូជាចំពោះតថាគតដល់គម្រប់4 ខែនាងអស់អាយុទៅបានទៅកើតជាទេពធីតាស្ថិតនៅស្ថានត្រៃត្រឹងសោយសម្បត្តិទិព្វយ៉ាងធំឯនាងវិមានប្រែតកាលបើដល់កំណត់គ្រប់4 ខែហើយក៏អស់អាយុកំណើតពីប្រែតក៏ទៅកើតជាទេពធីតានៅស្ថានត្រៃត្រឹងសោយសម្បត្តិជាសុខក្សេមក្សាន្តទៅហោងចប់រឿងនាងវិមានប្រែតតែប៉ុណ្ណេះ